ok chẳng dương to bị file miền muốn ok chẳng miền ní tẹt tông chỉ mùi năng lùm hát ăn vọt và chướng lép chẳng nó không nắng dương miền sai trên nút bấy ok là em xong bạc này món đồng bầy ở dưới là dương cho ăn vọt món này chấm tích số cù chẳng nhưng mà review là win tích bạc nó kèm không ta ok chẳng lợi nhưng miền sai chỉ đột bấy anh ấy EQ và dướng hay anh ấy brand bắt tờ bóng hay là xem điểm chắc những thường thưa connection bay brand nắng AP brand mà connect vào head office là bây giờ ai thưa cả access system access file server ấy bàn ok chẳng chấm hiện tờ bóng nhung thưa cả configure này là EQ muốn thì dương configure router với dương từ căn internet thom đa tới config local config thom đa chẳng thom đa sân nè ok ok chẳng lấy cho bạn mở thua cả bài máy cái tích EQ nhưng thua cả bài switch rồiក៏យើង select ទាំងអស់មកដើម្បីធ្វើការបើកណាអូខេអានេះយើង select ទាំងអស់ចឹងមកហើយយើងធ្វើការ start មកអានេះដូចគ្នាយើង select ទាំងអស់មកហើយយើងធ្វើការ start មកអូខេ start ហើយយើង refresh មួយមកអូខេអញ្ចឹងឥឡូវនឹង start អស់ហើយអញ្ចឹងទី1យើងចូលទៅកាន់អូខេអញ្ចឹងទី1យើងចាប់ដើមលុកចូលមកកាន់ Magnetic យើងធ្វើការលុកចូលមកកាន់ Magnetic HQ ដើម្បីធ្វើការ rename អូខេអញ្ចឹងយើងធ្វើការ rename Magnetic របស់យើងមួយអូខេយើងធ្វើការ login មកអូខេហើយជា slow តិចអូខេអត់ដើរអូខេបាទដើរអត់ណាមិនវាតណាវាលូតរ៉ាន់អញ្ចឹងវាគួរតែដើរវាអត់មានអត់ដែរគាត់វា slow អញ្ចឹងអូខេដើរណាអូខេអញ្ចឹងuser វា admin password អត់មានទេslow មែនតើ bro អូខេ no តោះអញ្ចឹងខ្ញុំដាក់ password ថ្មី admin អូខេតទៅទៀតខ្ញុំយើងធ្វើការ rename Magnetic យើងមក system identity set name AQ ណាអូខេអញ្ចឹងយើងចាក់ចេញមក exit បិទចោលខ្ញុំចាប់ផ្ដើមប្រើ Winbox ដើម្បីលុកចូលមកកាន់ Magnetic AQ របស់យើងណាអូខេចឹងបញ្ជាក់ AQ យើងកន្លែងនេះត្រូវតែជា IP static ឬក៏ IP fix ណាអត់អាចដូរបានទេដោយសារអីយើងយក IP ទៅធ្វើ VPN បើក្នុងករណីបើ IP ដូរ connection ទាំងអស់ត្រូវបានដាច់តោះណាអូខេអញ្ចឹងអានេះ IP អីអត់សំខាន់ទេអានេះ IP អីក៏អត់សំខាន់ដែរគឺសំខាន់តែ AQ ទេតែត្រូវការ IP fix បញ្ជាក់ចេះមកមិន static ឬក៏ PoE ឬក៏ DHCP ទេប៉ុន្តែយើងត្រូវការ IP មួយដែល fix ជាក់លាក់អត់ដូរអូខេតោះអញ្ចឹងខ្ញុំបើក Winbox ដើម្បីលុកចូលអូខេអញ្ចឹងយើងលុកចូលហើយណាអូខេ Magnetic យើង3បើយើងអត់បានចូលទៅ rename យើងអត់ដឹងថាអាណា HQ ឃើញវា up ទាំង3អញ្ចឹងអញ្ចឹងបានយើងចូលទៅកាន់ rename តាម CMD សិនដើម្បី rename អានេះជា HQ អូខេឥឡូវខ្ញុំធ្វើការលុកចូលមកកាន់ Magnetic មកអូខេឥឡូវខ្ញុំលុកចូលអញ្ចឹងជំហានដំបូងយើងធ្វើការ configure ទៅ internet យើងតេស្តមើលវាដើរ internet អត់អូខេខ្ញុំធ្វើការ printer.com អូខេតោះអញ្ចឹងយើងមាន scope របស់យើងណាយើងមានខ្ញុំក្នុងខ្ញុំមាន2 LAN ចុះអូខេខ្ញុំធ្វើ2 LAN ទៅណាធ្វើមួយ LAN បានហើយកុំឲ្យញ៉ៃពេកណាធ្វើតែមួយ LAN បានណាហើយយើងធ្វើការ connect VPN រោតឲ្យវាស្គាល់គ្នាអូខេបើចង់2 LAN លំហាត់ទៀតដែរណាអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់ IP យើងយក zoom មកធំតិចមកអូខេខ្ញុំចូល interface
យើងធ្វើការ rename មក interface នេះយើងដាក់ double click លើវាមួយមកហើយកន្លែងនេះខ្ញុំដាក់ van មកណាឲ្យដឹងថាវាជា van អូខេតោះមកនេះខ្ញុំដាក់ LAN ណាឲ្យដឹងថាវាជា LAN អូខេអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់ឲ្យ IP address ឲ្យ LAN របស់យើងណាអូខេអញ្ចឹងយើងចូលមកកាន់ IP address ហើយយើងធ្វើការ add address ឲ្យ LAN ហ្នឹងមកណាអូខេអញ្ចឹង LAN វាខ្ញុំដាក់មកឥឡូវខ្ញុំដាក់ 192.168.10.1/24 អញ្ចឹងទៅណាអូខេហើយតទៅទៀតយើងយកឲ្យគេ interface LAN មកយើងមកយើងចុច apply អូខេអញ្ចឹងបាន LAN ហើយអញ្ចឹងយើងចាប់ផ្ដើមធ្វើបិទចោលមកយើងចាប់ផ្ដើមធ្វើ DHCP server អញ្ចឹងយក IP DHCP server ហើយយើងIP DHCP server យើងយក DHCP setup មកហើយយើង select interface LAN របស់យើងមកដើម្បីបោះ IP ឲ្យ client ណាខ្ញុំចុច next មក next ទៀតអូខេនេះ back next ទៀតមកនេះវាបោះពីម៉ានឥឡូវយើងឲ្យបោះពី20ទៅដល់254ណាយើងទុកពី2ទៅដល់19ជា static IP សម្រាប់ដូចជា set printer set អីចឹងទៅយើងកុំដាក់បោះទាំងអស់តើនេះអញ្ចឹងយើងត្រូវទុក IP ខ្លះដើម្បីកំណត់ static កុំឲ្យវាដោះដូរអូខេអញ្ចឹងយើងកុំដោះទាំងអស់កន្លែងហ្នឹងណាអូខេចុច next មកហើយ DNS យើងអាចថែមបានតម្លាក់មក grade 8មកណាអូខេហើយខ្ញុំចុច next ទៀតមកហើយអានេះយើងដាក់មួយថ្ងៃទៅដើម្បីឲ្យវីដេអូអូខេ 1D space តិចមកស្មើមួយថ្ងៃ finish អូខេអញ្ចឹងខ្ញុំបានធ្វើ set IP ហើយកំណត់ DHCP ហើយអញ្ចឹងយើងចាប់ដើមធ្វើ NAT ដើម្បីឲ្យ LAN ហ្នឹងឡើង internet firewall NAT ហើយយើង add NAT មកកន្លែង chin នេះយើងយក short address ប្រភពហើយ action យើងយក MAC URL ដើម្បីវា translate ពី local ទៅ public apply អូខេប៉ុណ្ណឹងគឺចប់អូខេអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការ ping ទៅកាន់ internet អូខេខ្ញុំ ping ទៅកាន់ google.com ថា MicroTik យើងឡើង internet អត់អូខេអញ្ចឹង MicroTik យើងឡើងទៅកាន់ internet ហើយតទៅទៀតខ្ញុំចាប់ផ្ដើមធ្វើការ test LAN Windows 10របស់ខ្ញុំអូខេខ្ញុំចាប់ផ្ដើមបើក Windows 10មកខ្ញុំចុច trust the connection ដើម្បីឲ្យបង្ហាញផ្ទាំង Windows 10របស់យើងណាអូខេអញ្ចឹងខ្ញុំចូលដល់ Windows 10យើងចាប់ផ្ដើមចាំតិចទៅ Windows 10វារៀង slow តិចអូខេអញ្ចឹងបើ Windows slow ចាំសិនណាអូខេខ្ញុំបើកអានេះវិញណាអូខេតទៅទៀតខ្ញុំចាប់ផ្ដើមវាយIP DHCP ណាដើម្បីឲ្យវាចាប់IP ចេញពី router យើងមកអូខេអញ្ចឹងយើងចាប់បាន IP បានហើយណា253អូខេអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការយក AQ នេះ IP នេះ ping ទៅកាន់ internet តែវាឡើង internet ណា ping ទៅកាន់ google.com អូខេអញ្ចឹងឡើងទៅកាន់ internet ហើយតោះអញ្ចឹងយើងឡើងទៅ internet អញ្ចឹងមានន័យថានៅលើ AQ របស់យើងនេះយើងបាន configure ទៅ internet configure LAN ដានអស់ហើយណាអញ្ចឹងយើងចាប់ AQ មួយ step សិនណាអូខេអញ្ចឹងយើងចាប់ផ្ដើមចូលមកកាន់ brand BTB ម្ដងយើងធ្វើ config ដូច AQ អញ្ចឹងណាអានេះក៏ដូចគ្នាដែរអូខេឥឡូវចូលមកកាន់ brand BTB បានណា brand បាត់ដំបងអូខេអញ្ចឹងខ្ញុំធ្វើការ double click ទៅលើ MicroTik មកខ្ញុំចុច open ហើយយើងចាប់ផ្ដើមមកធ្វើការ set ឈ្មោះឲ្យវាអញ្ចឹង default វា admin ខុសហើយ sorry អូខេ admin password អត់មានទេយើងដាក់ password ថ្មីមក admin អូខេអញ្ចឹងយើង set name មក system identify set name BTB ណាអូខេអញ្ចឹង exit មកយើងចាក់ចេញអូខេខ្ញុំបិទចោលមកអញ្ចឹងខ្ញុំចាប់ផ្ដើមបើក Winbox មួយទៀតណា open Winbox មកនេះ refresh មកអញ្ចឹងវា load ហើយណា BTB នេះឃើញទេ load BTB មកហើយអញ្ចឹងយើងធ្វើការ connect BTB មកនេះជាមូលហេតុដែលខ្ញុំអត់ដូរ password ខ្ញុំដាក់ដូចគ្នាទាំងអស់គឺយើងស្រួល login យើងគ្រាន់ចុច connect មកហើយយើងអាច login បានហើយចុច connect port
ok chắc nhóm châu BTB này nè ok chẳng dương rename đôi kia máu anh ấy dương chia ván ok easy thế ok ván ok anh ấy lên ok em chập đam đặt IP ao lên ok chương cho IP address chẳng nhóm chập đam là IP máu add máu ok em đặt rồi cao phí cho rồi học với cho mà thấy cho muối slash mà thấy buồn nè ok chẳng interface dương select máu LAN cho apply ok chẳng em chấp down thua DHCP server ao LAN IP DHCP server ok hay dương vô DHCP setup máu hay dương select LAN mà dương máu dương next tiết máu dương bẹt máu nó bẹt anh lại nè dương đặt mà pay đi khi nào tục đã static a printer ai xem như từ ok này tiết máu điện ấy em time frame vậy mình tiết nói á bà Google này máu này dương đã một ngày đi nè bà nương man nữa ấy dương mạnh đã một ngày dương đã ta 7 mau được có 30 នាទី បាន ដើម្បីកុំឲ្យអស់ IP តែនៅក្រុមហ៊ុនយើងដាក់មួយថ្ងៃទៅដើម្បីឲ្យវាចាប់បានពេញមួយថ្ងៃកុំឲ្យវាដូរពេកយើងចុច next មកអូខេបន្តមកទៀតយើងចូលកន្លែង IP firewall NAT ហើយយើង add NAT rule មួយមកដើម្បីឲ្យវាឡើងទៅ internet យើងយក accurate ចុច apply អូខេអញ្ចឹងយើងចូលមកកាន់ brand បាត់ដំបងយើងមើល client របស់យើងអាចចាប់បាន IP ឡើង internet ហើយណាអូខេអញ្ចឹងខ្ញុំមើល IP DHCP បើវាលុត Didora អញ្ចឹងយើងអាចចាប់ IP បានហើយណាអូខេអូខេអញ្ចឹងខ្ញុំធ្វើការ ping ទៅកាន់ google.com ណាអូខេអញ្ចឹងយើងជោគជ័យ brand មួយទៀតណាអូខេអញ្ចឹងខ្ញុំចាប់ផ្ដើម log មកកាន់ brand Siem Reap ម្ដងដើម្បីធ្វើដូចនៅ brand បាត់ដំបងនិង HQ ដែរអូខេអញ្ចឹងខ្ញុំ right click មកយើងយក Winbox មកអញ្ចឹងមុនអានេះយើងមិនបាច់ rename ក៏បានដែរដោយសារវាសល់មួយចុងក្រោយហើយអញ្ចឹងយើងដឹងតែហ្នឹង brand Siem Reap ហើយណាអូខេអញ្ចឹងវាអត់មាន password ទេអញ្ចឹងយើងត្រូវលុបចោលបើមិនតែយើងខ្ជិលលុបយើង log ដូចមុនហ្នឹងមកដល់បើ click វាមកអូខេ enter មួយមក admin password អត់មានទេ no ដាក់ password ថ្មី admin ណាយើងដាក់ឈ្មោះឲ្យវាមកអូខេ system identity set name SO អូខេប៉ុណ្ណឹងមកយើងបិទចោលមកជាការស្រេចអូខេអញ្ចឹងខ្ញុំចាប់ផ្ដើម log តាម Winbox មក brand SO នេះអញ្ចឹងយើងមើលមកគឺដូរមក SO ហើយណាអញ្ចឹងយើង log មកប៉ោចអូខេអញ្ចឹងយើងធ្វើដូចមុនតដែរ interface អានេះយើងយកអីគេណាយើងយកយើងដាក់មក van ណាអូខេដាក់ទៅអ្នកនរគ្នាគាត់ថាខ្ញុំដាក់ van អញ្ចឹងទៅអូខេអញ្ចឹងអានេះយើងដាក់ LAN ខ្ញុំចាប់ផ្ដើមដាក់ IP ឲ្យ LAN យើង IP address ខ្ញុំ add មកខ្ញុំដាក់ 192.168.30.1/24 ហើយយើង select interface LAN ហ្នឹងមក apply អូខេតោះទៀតយើងចាប់ផ្ដើមធ្វើ DHCP server ដើម្បីបោះឲ្យ client IP DHCP server ហើយយើងយក DHCP setup ហើយយើង select LAN ហ្នឹងមកយើងចុច next ទៀតអានេះខ្ញុំដាក់ពី20មកដូចគ្នាមកអូខេ next ទៀតអានេះដាក់កែមការ៉េ8មួយទៀតមកណាអូខេថែមក៏បានមិនថែមក៏បានអាត្រៃលើយើង next អានេះយើងដាក់ 1D ដែរមួយថ្ងៃ space enter ផ្លាច់អូខេតោះទៀតខ្ញុំចូល IP firewall NAT ហើយខ្ញុំ add NAT មួយមកកន្លែង source យកអាហ្នឹងមក action ខ្ញុំយក accurate ណា apply អូខេចប់ខ្ញុំចាប់ផ្ដើមចូលមកកាន់ client ថា client ឡើងទៅកាន់ internet អត់ណាអូខេខ្ញុំចាប់ផ្ដើម ping ទៅកាន់ google.com អត់ស្គាល់ទេ ping ទៅកាន់ google.com ម្ដងទៀត
อดสกอร์ได้สายยังอดตอน DHCP client นำไปเอาไปจับ IP เจงมาปีrouter นะโอเคจึงยังไว้มา IP DHCP เป็นน้องมา interpret โอเคนี่จับบาไหนนะ30 ปี54ให้ยังធ្វើការ ping ណាអូខេ ping ទៅកាន់ google.com ដើរអ៊ីនធឺណិតហ្នឹងណាអូខេអញ្ចឹងយើងចាប់ផ្ដើមធ្វើ VPN មានន័យថាយើងចាប់ផ្ដើមធ្វើ VPN ទៅលើ AQ ហើយយក brand នេះ connect ទៅកាន់ AQ យក brand នេះទៅ connect ទៅកាន់ AQ អូខេដល់វគ្គដែលយើងត្រូវសិក្សាណាអូខេអញ្ចឹងយើងត្រូវដឹក public IP របស់ AQ យើងនេះ public ប្រមាណដើម្បីធ្វើ VPN ណាអូខេអញ្ចឹងខ្ញុំសូមចូលមកកាន់នេះមកបិទអាណាមួយចោលអូខេបិទអានេះមួយចោលទៅអូខេយើងមើល IP address របស់ AQ យើងណានេះ IP public វាប៉ុន្មានណាអូខេនេះជា public ណាអញ្ចឹងនេះជា IP public របស់ AQ អូខេខ្ញុំសូម copy វាមកតទៅទៀតខ្ញុំយកដាក់តិចមួយមកហើយយើង control V មកអូខេនេះជា public របស់ AQ ណាសំខាន់ណា public ហ្នឹងអញ្ចឹងខ្ញុំដាក់IP public ចឹងទៅតោះអញ្ចឹងយើងមាន public IP លើ AQ ណាអូខេអញ្ចឹងយើងចាប់ផ្ដើមធ្វើ IP6 ណាអូខេយើងចាប់ផ្ដើមធ្វើ VPN អញ្ចឹងដើម្បីធ្វើ VPN ទី1យើងត្រូវធ្វើគឺយើងត្រូវ enable L2TP server ណាអូខេអញ្ចឹងយើងចូល interface L2TP server អូខេយើងត្រូវធ្វើការ enable interface ហ្នឹងសិនមកអូខេយើងចូលមកកាន់ AQ របស់យើងមកនេះ AQ អញ្ចឹងយើងធ្វើការ enable យើងចូល PP3 ដើមមកហើយយើងមើលL2TP server នេះណាអូខេអញ្ចឹងយើង enable វាមកណាហើយយើងអាចយក default profile ឬក៏យើងបង្កើត profile ថ្មីមកនៅកន្លែងហ្នឹងយើងអាចបង្កើត profile ថ្មីក៏បានយើងអត់បង្កើតក៏បានដែរយើងយកតែប៉ុណ្្នឹងមកបើសិនជាយើងចង់បង្កើតក៏បង្កើតទៅហើយបើយើងអត់ក៏អត់ទៅណាអូខេអញ្ចឹងកន្លែងហ្នឹងគឺយើងអាចយក default របស់វាមកនេះ profile ហ្នឹងយើងមិនបាច់កែក៏បានយើងចង់បង្កើត profile ថ្មីក៏បានដែរអាហ្នឹងអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់យើងណាអូខេបើសិនជាយើងចង់បង្កើតយើងចូលលេខ profile នេះមកណាហើយយើងអាច add profile មួយមកណានេះយើង add profile VPN មក local IP ហ្មង remote IP ហ្មងស្រាប់ចិត្តយើងណាអញ្ចឹងកន្លែងហ្នឹងយើងអាចបង្កើតក៏បានមិនបង្កើតក៏បានដែរកន្លែងហ្នឹងណាអូខេឥឡូវខ្ញុំបង្កើតមកខ្ញុំដាក់ profile ខ្ញុំដាក់ VPN profile យ៉ាងទៅណាអូខេកន្លែង local IP នេះយើងដាក់ IP VPN មកមួយមកហើយកន្លែង remote នេះយើងដាក់ក៏បានយើងមិនដាក់ក៏បានអញ្ចឹងកន្លែងនេះខ្ញុំសុំអត់ដាក់ទេណាអូខេខ្ញុំសុំអត់ដាក់សិនទៅហើយចាំខ្ញុំប្រាប់ពេលក្រោយថាយើងគួរតែដាក់ឬក៏មិនដាក់ណាអូខេអញ្ចឹង VPN side to side គឺខ្ញុំធ្វើ static IP ទេខ្ញុំអត់ដាក់កន្លែងហ្នឹងទេអាហ្នឹងណាអូខេឥឡូវខ្ញុំ apply មកឬក៏យើងដាក់តា DNS មួយចោលមកការ៉េ8ណាអូខេដាក់ប៉ុណ្្នឹងទៅបានហើយ apply អូខេអញ្ចឹងយើងអាចចូល interface PP L2TP server នេះបានហើយណាអូខេអញ្ចឹងកន្លែងនេះយើងយក profile របស់យើងមកនេះយើងបង្កើត VPN profile មួយនេះហើយ use IP6 កន្លែងនេះយើងយក yes ណាហើយយើងដាក់ key មកណាខ្ញុំដាក់1 2 3 4 5 6 7 8 9 0នេះយ៉ាងទៅហើយដើម្បី show password យើងចុចកន្លែងនេះណា setting ហើយយើងដោះ tick នេះមកវា show password ហើយអានេះយើងដាក់លេងមែនតើយើងត្រូវដាក់មានសញ្ញាអក្សរធំអក្សរតូចដើម្បីឲ្យវា secure ណាហើយយើង enable វាមកយើងចុច apply អូខេអញ្ចឹងមានន័យថាយើងបាន enable L2TP IP6 ហើយណាអូខេអញ្ចឹងបន្ទាប់ពីយើង enable ហើយយើងត្រូវអីគេយើងចាប់ផ្ដើមធ្វើការបង្កើត user ឲ្យវាមកណាអូខេអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមបង្កើត user ចូលកន្លែង secret ហើយយើងបង្កើត user មកនេះអញ្ចឹងខ្ញុំដាក់អីគេខ្ញុំដាក់user
BTB ណា password ឬក៏ខ្ញុំដាក់ user password មកខ្ញុំដាក់ B BTB add $00 00នេះយ៉ាងទៅណាហើយ service កន្លែងនេះខ្ញុំយកអីគេ L2TP អូខេហើយកន្លែង local នេះណា local IP មក remote IP មកអញ្ចឹង local កន្លែង IP យើងដាក់ IP LAN យើងមក 192.168.10.1 ណាហើយ remote VPN ខ្ញុំអាចដាក់ IP 10.10.10.10 ចឹងទៅណាអូខេហើយតែប៉ុណ្្នឹងមកអត់មានធ្វើអីទៀតទេហើយយើងចុច apply អូខេអញ្ចឹងខ្ញុំបាន user VPN មួយហើយឃើញទេនេះអញ្ចឹងកន្លែង interface នេះ user អត់ទាន់ connect អត់ទាន់ load មកទេណាអញ្ចឹងយើងចាប់ផ្ដើមទៅ connect ណាអូខេអញ្ចឹងយើងត្រូវមាន user password ខ្ញុំបើក notepad មួយមកដើម្បីកត់ user password ក្នុងទុកណាអូខេនេះuser BTB ហើយ password នេះណាអូខេយើងផាសមកអូខេអញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមចូលទៅកាន់ខ្សែបាត់ដំបងដើម្បី test connect ណាអូខេនេះជាព័ត៌មានដែលយើងត្រូវ connect នេះ public ខ្ញុំ copy វាដែរមកដែរ copy ទៀតណាអូខេអត់ណាអូខេខ្ញុំចូលមកកាន់ HQ មក copy public ហ្មងណាIP address នេះ copy វាមកនេះជាព័ត៌មានដែលយើងត្រូវមានណាអូខេអូខេអញ្ចឹងយើង log ចូលមក brand បាត់ដំបងម្ដងអូខេនេះ BDB យើងណាអញ្ចឹងយើងចាប់ផ្ដើម connect ហើយអញ្ចឹងមុន connect ខ្ញុំធ្វើការ ping ឲ្យមើលសិនអូខេណានេះមុន connect មុនយើង connect យើងអាច ping client បានណាយើងអាចយក client ping ឲ្យគ្នាបានអូខេអញ្ចឹងខ្ញុំសុំ stop មួយមកដើម្បី rename client stop ដូចគ្នាមកដើម្បី rename client ណាអូខេអញ្ចឹងខ្ញុំ rename មក edit ខ្ញុំដាក់PC BTB ទៅណាមិនណា PC បាត់ដំបងអូខេនេះដូចគ្នាយើង edit មកយើងដាក់PC HQ យើងទៅអូខេអញ្ចឹងយើងធ្វើការបើកម្ដងទៀតមក start ម្ដងទៀតអូខេអញ្ចឹងយើង start សិនមកណាអូខេឥឡូវយើងចាំតិចទៅខ្ញុំធ្វើការបើកសិនអូខេយើងវាយ IP DHCP យើងមើលចាប់បាន IP ហ្មងដល់វាគេអូខេអញ្ចឹងយើងបាន IP 254ហ្នឹងណាគេខ្ញុំចូលមកកាន់ brand HQ ម្ដងអូខេយើងវាយ IP DHCP មកអូខេឥឡូវយើងចាំមើលទាំងអស់គ្នាណាអូខេអានេះ10.253ខាង brand HQ អានេះ20.254អូខេអញ្ចឹងខ្ញុំចាប់ដើមធ្វើការ ping មកកាន់ IP 192.168.253 ណាដក T អញ្ចឹងទៅ enter មកចម្លើយអត់ស្គាល់ទេនឹងខាងនេះដូចគ្នាខ្ញុំធ្វើការ ping មកកាន់ 192.168. ខាង20.254.T ណាអូខេអញ្ចឹងយើងអត់ទាន់ធ្វើ VPN connection របស់យើងគឺអត់ទាន់ស្គាល់គ្នាទេមានន័យថានៅពេលដែលយើងអត់ទាន់ធ្វើ VPN connection HQ ហើយ connection BTB នេះគឺអត់អាចស្គាល់គ្នាបានទេណាអូខេអូខេអញ្ចឹងឥឡូវនេះយើងចាប់ផ្ដើមធ្វើ VPN ដើម្បីឲ្យ connection ពីរហ្នឹងវាអាចថកគ្រប់គ្នាបានណាតាមរយៈ ISP តាមរយៈ internet ណាអូខេតោះអញ្ចឹងយើងចូលមកកាន់ brand របស់យើងមុនហ្នឹងយើងបានធ្វើ VPN នៅលើនេះហើយយើងចូលមកកាន់ brand មក brand BTB ណាអញ្ចឹងដើម្បី connect VPN បានយើងចូលមកកាន់ interface
nè cho một can là pp bay down đi máu hay dương mưa nè dương hổ ở R2TP client nè R2TP client á nè thấy nhé ok chứng nhiên cho R2TP máu hay lại dương pin bò miệng đó R2TP AQ dương đó ok dương ai vay R2TP AQ dương từ nè ok chẳng lại địa app này cái lại cái này chẳng cần này từ can cái dương cần này một can public IP bỏ AQ nè ok copy máu dương passport hay user cái chẳng user để dương ban vì AQ ao đừng máu hay password đi kia đó password cứ dương bán tranh phí AQ mà ao đi kia tập phần năng máu admin thơ ấy tiết tế cho apply ok hay dương mưa cái này sân năng mưa status lại nhẹ cái này ẩn á cái này thịt ẩn chứng nước p cái này thịt chứng dương cái này ban trục chơi ấy nè ok chứng nước p để dương cái này ban trục cháy dương ảnh mưa interface lại nhẹ nè dương ảnh mưa interface chứng dương lang interface mới đây cái nhát interface vi và ẩn vào dưới á ok chẳng những ai châu mà mưa lơ EQ mà đòn tham miên cái này màu on á ok nhưng mưa lơ EQ màu nè nhưng bật chào sân máu bật chào ok thân tới lại việc chúa ok chẳng như mưa interface chẳng khi miên cái này sân môi cái này màu này cái R2TP bắt tập vòng cái này màu này khi chẳng cái này màu này chẳng vừa topi cái này máu nhưng anh mưa thay IP mà nó nhưng châu ở IP address nè nè chẳng vi chập bàn IP mà IP dương đã ai vì nó nè đọc mùi khé nè hay IP bảo vì nè nè address vào dưới nè IP đại dương đã ai vì ẩn á chứ như anh mưa khang ở EQ ở brand ma tập vòng mà dương thay chập bàn IP đừng ngọn á nè dương mưa màu nhưng cho IP ở address nè khé chập bàn đọc nè ok chẳng nhung pro má nhung đặt AQ hay nó đã chít khné nè ok nè tầm khné khán này ở ban đầu võ khán này AQต่อมาទៀតយើងចាប់ដើមធ្វើការ ping របស់គ្នាណាពីហ្នឹងវា ping score គ្នាអត់ណាអូខេចឹងចូល terminal មកហើយចូល terminal ដូចគ្នាណាអូខេខ្ញុំចាប់ហើយចូល IP address ណាខ្ញុំធ្វើឲ្យស្រួលមើលមួយណាអូខេនេះដូចគ្នា IP address ok nè ok chẳng nhóm mình vừa vô router khang ở AQ này nè AQ nó ping mà local IP nè local IP bỏ ở brand là BTB ok tổng tiết nhưng mình vô brand BTB nó ping máu ở local IP bỏ AQ được nè tao nè ok tao chẳng những chiều mưa máu ok em cho IP address nó mình vô cho lõm nè ok này ok lấy những chập đao thua cà ping ta vì mình ai cả lại ok chẳng những thua cà ping một can IP khả này mà ok rồi cà IP cho rồi học cùng với cho mán mà thấy cho mùi nè ok nhưng thua cà infer chùm lối score nè ok score lấy chẳng những chập đao vô đi một ping mà đón ping một nhưng vô một ping một can EQ với score lẽ mà rồi cao phí cho rồi học cùng với cho cùng màn á cho đó cho mùi có lẽ ok chẳng bên đây tha brand EQ head office hay nâng brand ma tập bóng ai phơi ca tầm nẹ tầm nô khi bàn ok chùm nói cứ chụp chì ấy nè chẳng như anh mơ IP rào vì ô tô tích rào ở giường nè ok nhé miền rào đấy cái này cầm miền này IP rào vi ô tô nè cái nhé nè rào ở giường mòn ok chẳng nhưng chập đam tay client mà đòn nè client muốn nâng ad score như thế anh ấy hay nâng anh ấy ad score như thế chứ nhưng từ mưa client mà dưới score như nữa client ad score như thế ta router score như mua là 2A ok ok chẳng nhâm xong thẩm đi sân má nhưng cancel sân má ok chẳng nhâm chập đa mà anh ấy IP mà thấy P24 á ok anh ấy IP top P27 ok chẳng nhâm chập đa vô router ping hồ client mà đồng từ mới về ping score lắm á
nhưng chấp đào mà vô router khang EQ này máu ping một căn brand nè đó score lọt ok chấn nhưng xong vô router ping một brand máu ok chấn nó chỉ router khang EQ và dưỡng ok chấn nhưng thua cặp ping ok ok chấn khang brand pi màn mình pi hai màn brand mình brand bao nhiêu pi hạ buồn á ok chấn chấp đào vô ping từ căn pi hả buồn score lấy odd score mua là hai router ping score hai này ping odd score toàn đấy nhiều lắm ok chẳng ping odd score với miền hai đằng Paul viên á ok lỡ em cho một căn client là 70 IP ở ba món nào ok lỡ ok dựng chụp số IP khang ba tờ vón mà thấy pi hạ 7 đó ok này em control C máu em vài số IP ok này đọc pi hạ 4 EQ ok chắc nhóm vô router ping 200 nhóm vừa route ok chắc nhóm chọc đàm vô EQ này ping từ can khang brand ba tờ vón đó này on score tế này thảm hay em vô EQ này ping một cán hạ 7 nè ok chúng mình vô brand ba tờ vốn này ping một EQ hay EQ ping một ba tờ vốn cứ score này tệ bản tái dương ping mà IP address của router score ok chẳng nằm bề score này dương cho một route nhưng vô IP nhưng vô route nè ok chẳng nhưng cho bạn nào vô IP address và hai cái này máu nên vô IP address đây nằm bề ở dưới ok address nè ok nè 10 toán á ok ok ní chỉ address bỏ local EQ nè nè hai ní chỉ address ở local bỏ brand chứ nhưng chập nào vô local address bỏ brand nè vô mà đặt này lứa EQ nè hai dương vô local address bỏ EQ nè 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 local address bỏ EQ nè vô mà đặt khang brand vào đòn ok chẳng là bây vô bán dương cho một can IP route hay dương add route mười máu ok add route mình nhé chẳng add route destination chẳng dương vô destination man IP kháng brand mà rồi cao phí cho rồi học cùng bảy cho mà phí cho số slash mà phí buồn á ok có mà gateway dương vô ý kì đó dương anh mơ cái lại nè dương vô chụp gateway vô còn lại mưa dương mưa pi bay đào máu hay dương mưa interface nè nè dương mưa starter nè gateway dương vô màn á nè gateway dương nè gateway toàn này gateway dương đã định đọc mà xả thân máu ok tập bây thử select interface bán nó lại nữa á như thế ai dương select interface bàn tay việt nào ấy nè ok chẳng nhầm phá máu đọc đọc màu chỉ kết về hoặc đá dòng cái tiếng á chụp apply ok nè hay dương mưa ping vào đằng tiết khi score lắm khi score bên nhé khả năng toàn score lại thôi nhé ok chẳng khang năng toàn score dương thử vô IP khả năng vô mà đã khả năng về những IP route hay dương add máu dương vô IP EQ máu rồi cao phí cho rồi học cùng bảy cho đáp cho số slash mà phí buồn á dương ai mà rank mòn hay gateway màn nè tầm khăn gateway khăn này mình á gateway dương ai màn lấy lại nâng xua mà gateway đã màn á ok đầm bay ai áo với score khăn này mình trên gateway dương đặt đọc nâng mở đọc nâng mở score lót cho mớ nhưng xạ mớ dẫn á apply ok score đấy score thế gateway đọc score thế
đừng hạt ai ắt có lắm rồi mới nhưng đã cho lòng năng nè rồi cài phí đọc rồi không bay nữa đây ấy mà rồi cài phí mà rồi học bài chích đọc chích số slash mà phải buồn á apply ok có lắm chẳng bảo score đang đạm mà nằm base score đấy chẳng nằm base score nhưng đã niệm mà đầu nè mà rồi cài phí chọi mà rồi học bảy chọi so chọi mán chọi đáp chọi mùi mà score lát apply ok hot score no thằng bây giờ kháng này score khăn này tại kháng execute hot score thằng bây giờ no thằng bây giờ chứ dương mưa lại niệm á dương như PPTP này máu hay dương mưa nè dương mưa general này máu dương mưa starter nè chẳng thì một rồi viết đọc chụp mùi nó dương đặt đọc chụp mùi tới score này ok nhưng mưa bằng tiết hãy score IP route ok nhưng đặt đọc chụp mùi đó anh ấy chụp này khá này score lại IP PP bay đám remote ok chụp đọc chụp mùi chụp đọc mới thầm bất thật đọc này remote rồi này đọc trong phen này nâng tích nhé chụp anh ấy vi cua là chụp lại nó trong phen giảm tích ở lời nó nhầm đã đọc dần mới score là template apply ok score chụp lại nó cua được đã gateway bởi cái này ok chúng ta tôn cho mùi nâng VPN server chứ ní secret ní chẳng lại nó dương đã IP range mà dương máu mà rồi cao phí cho rồi học với cho đop cho mùi điện tử đó hay remote IP điện tử không hề hay route chúng banh ham và dương mấy cứ lại route đó ok chẳng IP route lại nó dương route nó dương vô IP khang ở ba tờ bòn đó nè thấy gateway cứ chỉ IPVPN bỏ ở khang ba tờ bòn đó thấy office đây kia nè ở execute dương vô IP route lại ní giờ execute dương vô VPN nè dương vô IP bọc khang execute ní dương route trên tam gateway nè gateway bỏ local IP khang execute này nè chụp đọc chụp mùi nè lại nè apply ok bắt đầu bên đây tha khang execute ní dương vô local IP bỏ khang brand hay gateway ní dương vô IPVPN bỏ brand còn đấy nè IP address nè thế dương vô IP bỏ brand hay gateway vô IP bỏ brand hay destination ní cứ vô local IP bỏ brand hay khang brand vẫn cứ dương vô IP local bỏ execute hay nâng remote gateway bỏ execute này dương ảnh mưa lại nè PP bay đám hay dương mưa lại nè khơi nhà remote IP cho mình đi kinh đấy chứ
nhưng intervalវិញមកនេះឃើញវាដូរហ៎នេះអញ្ចឹងយើងយក IP 3XQ មកចេញតាម remote gateway នេះតើណាអញ្ចឹង connection របស់យើងអូខេហើយអូខេអូខេអញ្ចឹងចប់អត់ខុសទេអញ្ចឹងមកជាវា stable អូខេឥឡូវហ្នឹងយើងចូលមកខាន់សៀមរាបមួយទៀតចាំមើលវាមិនវិញណាអូខេឥឡូវបាត់តវងជោគជ័យហើយអញ្ចឹងយើងយកមកសៀមរាបអូខេឥឡូវខ្ញុំចូលមកកាន់សៀមរាបណាអញ្ចឹងខ្ញុំបង្កើត user មួយទៀតមកយើងចូលកន្លែង PPV ដើមមកយើងចូល secret ហើយយើងធ្វើការ copy មកណាយើងធ្វើការ copy មកឥឡូវហ្នឹងអានោះ IP 10អានេះ11យ៉ាងទៅតើណាហើយ user យើងដូរមកយើងដាក់អានេះខ្ញុំដាក់ SO ហើយនេះយើងដាក់មក SO add $$ យ៉ាងទៅហើយយើង apply អូខេអញ្ចឹងយើងមាន user 2ទេឃើញទេអូខេអញ្ចឹងយើងចាប់ផ្ដើមចូលមកកាន់ខាងសៀមរាបដើម្បី connect ណានេះសៀមរាបនេះ AQ នេះសៀមរាបអញ្ចឹងចូលកន្លែង PP3 ដើមហ្នឹងមកហើយយើង add PPTP L2TP IP6 ណាហើយយើង add មកខ្ញុំដាក់មកAQ យ៉ាងទៅអូខេឬក៏យើងដាក់ L2AP SO យ៉ាងទៅក៏បានដែរយើងមើល interface អានេះលោតគេ BTB L2TP BDB អូខេអានេះ L2TP AQ ដែរមក yes AQ ហើយ deal up public IP របស់ខាង AQ នេះ IP address យើង copy public របស់ AQ មកដាក់មកផ្លាច់ណា user ដែលយើងបង្កើតមុនហ្នឹង user អីគេយើងបង្កើតមុនហ្នឹង user SO ណាហើយ password SO add $00 តែប៉ុណ្្នឹងមកយើង apply អូខេអញ្ចឹងយើងមើលមាន connection មកមួយទៀតហើយណានេះ connection SO មកហើយឃើញទេអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការ ping ម្ដងទៀតណាអូខេអញ្ចឹងធ្វើការ ping មកកាន់ SO មក 192.168.10.1 SIM ខាង AQ ស្គាល់ AQ ping ទៅកាន់ brand SIM រៀបវិញចុច 30.1 អត់ស្គាល់ខាង AQ អត់ស្គាល់ខាង brand តែខាង brand ស្គាល់ AQ ណាអូខេអញ្ចឹងយើង add route មកអូខេអញ្ចឹងបើអត់ស្គាល់យើង add route មក IP route ហើយខ្ញុំ add route មក add route នេះគេបានយកបានឥឡូវខ្ញុំ ping ម្ដងទៀតសិនណាចាំយើង add route អូខេនេះ 92.3.30.1 អត់ស្គាល់ទេណាអូខេយើង add route មកបាន 192.160.0/24 ណាអូខេហើយ gateway គេ gateway IP របស់ខាងនេះជាមួយចាប់បានប៉ុន្មាន IP address 11ណានេះអញ្ចឹងយើង copy អា11ហ្នឹងមកជា gateway ខ្ញុំចុច apply អូខេឃើញស្គាល់ទេឃើញស្គាល់អត់អញ្ចឹង gateway ខុសគ្នា gateway អត់ដូចគ្នាណាតើនេះ gateway របស់ BTB យើង comment មក BTB VPN route តើនេះអានេះSO route ឃើញស្គាល់ទេនេះ bro ឃើញទេអានេះ run smooth នេះណាអាចមក router error តោះនេះចំណុចហ្នឹង brother នេះតោះអញ្ចឹងឥឡូវហ្នឹង brand ទាំងអស់ហ្នឹងគឺស្គាល់គ្នានេះអូខេឥឡូវយើងចូលមកកាន់ lab របស់យើងវិញដល់ចំណុចដែលខ្ញុំចង់ show brother ឲ្យឡើយអូខេអានេះខ្ញុំ rename អានេះមួយទៀតមកដើម្បីយើង test ping 3ហ្នឹងឲ្យវាថាវាមិនណាអូ
ok chọc lại không toàn ăn tên này ok ok PC SO nè ok tỏ start lời nó nhập bạc EQ khả này ở EQ bật trang vào bài cho nó kia về luôn này khang EQ á nè khang BTB khang SO nhưng IVP bị chung cái này máu ok công toàn antenna này này một cái này ok IP DHCP vì nhảy nhảy đi mến bên đấy dương trẻ phải dương trẻ tới lên nhảy nhảy ấy để xa mấy bia vò lại lần tích nhé ok lấy chọc đao thua ca ping từ can EQ nhéนี่ IP បើ EQ អូខេអញ្ចឹងខ្ញុំធ្វើការ ping មក IP បើ EQ ហ្នឹងណាអូខេខ្ញុំចូលលើ SO ping មកកាន់ EQ 192.168.មែន.10.253ណាអូខេឥឡូវខ្ញុំ ping មកកាន់ EQ អត់ស្គាល់ទេអានេះណាអូខេហើយឥឡូវខ្ញុំមកយក EQ ping មកកាន់EQ មកខ្ញុំសូ IP សិនអូខេ253 10 192 10 10 253ណាហើយខាង brand នេះ32 ឥឡូវខ្ញុំ ping សិនណាអូខេ ping មកកាន់ 192.168.30.254 ណាខ្ញុំ enter ស្គាល់ខាងនេះស្គាល់ណាខាង brand ស្គាល់ខាង EQ ស្គាល់អីគេខាង EQ នេះស្គាល់សៀមរាបតែសៀមរាបនេះស្គាល់ EQ ទេយើងមកមើល router ម្ដងយើង add route ម្ដងណាយើង add route ខាងសៀមរាបម្ដងណាលើ router ស្គាល់អញ្ចឹងខ្ញុំ add route IP route អូខេអញ្ចឹងខ្ញុំ add route មកខ្ញុំយក IP របស់ EQ 192.168.10.0/24 មករេងចេញតាម gateway គេណា gateway គឺ192.10.1 apply អូខេអញ្ចឹងយើងអាចមកមើល LAN របស់យើងឡើងវិញស្គាល់អត់អូខេខ្ញុំ ping ម្ដងទៀតស្គាល់ហើយណានេះហេលើ router អត់ smooth ទេណាតែលើម៉ាស៊ីន smooth ឃើញទេនេះឃើញអត់អូខេចឹងនេះឥឡូវអា brand 2ហ្នឹងស្គាល់ EQ ទាំងពីរណាជាមួយយើង ping ទាំងអស់គ្នាមកអូខេនេះយើងមើលឲ្យជាក់ស្ដែងណាកុំតន់ antenna ទុកមិនតន់ចេញទៅទេអូខេឥឡូវខ្ញុំ ping មកកាន់ EQ ping ទៅកាន់ 192.168.253 មានសំខាន់ណាមានហ្នឹងណាស្គាល់ឃើញទេនេះ brand នេះស្គាល់ EQ អានេះក៏ស្គាល់ EQ តាមរយៈការ route របស់យើងប៉ុន្តែតើយើងធ្វើម៉េចដើម្បីឲ្យ brand នេះ BTB និង SO នេះស្គាល់គ្នាអានេះជាចំណុចដែលខ្ញុំចង់ show អូខេឥឡូវខ្ញុំចាប់ផ្ដើមធ្វើការ ping BTB មក SO ហើយ SO ទៅ BTB ណាអូខេអញ្ចឹងយើង show IP សិនមកដើម្បីស្រួលមើលអូខេshow IP អូខេអញ្ចឹងខ្ញុំយកអានេះ ping មកនេះណាអូខេខ្ញុំធ្វើការ ping ខ្ញុំបញ្ញាប់តិច 172 yes sorry 192.168.30.254ណា254អូខេអត់ស្គាល់ទេអានេះ 192.20.254អូខេ ping 192.168.20.254ណាអត់ស្គាល់ដូចគ្នាណាអូខេអញ្ចឹងពី side នេះមានន័យថាវា ping ទៅកាន់មានន័យថា
ping មកកាន់ AQ អូខេ ping មកកាន់ AQ អូខេតែវា ping មកគ្នាអត់ស្គាល់ទេវា ping មកគ្នាអត់ស្គាល់ទេតើណាអញ្ចឹងចម្លើយដែលពិបាកគឺធ្វើម៉េចអានឹងឲ្យវាស្គាល់គ្នាអញ្ចឹងនៅលើ marketing វាមានចំណុចល្អមួយណានៅពេលដែលនៅលើ marketing នៅពេលដែលយើងយក connection នេះ connection VPN មក AQ connection នេះ connection VPN បើ AQ ឲ្យចង់អាពីរនេះស្គាល់គ្នាអត់អីពិបាកទេយើងគ្រាន់តែយក IP អានេះយកមករោតលើអានេះហើយយក IP អានេះយកមករោតលើអានេះមកគឺចេញហើយតើណាចាំមើលខ្ញុំរោតឲ្យមើលមួយអូខេគេយើងចូលមកកាន់ marketing យើងមកខ្ញុំចូលមកកាន់ បាត់ដំបងអូខេអញ្ចឹងខ្ញុំយក IP route ណាអូខេនេះណាអូអានេះ AQ ទេ sorry ខ្ញុំមិនត្រូវការ route លើ AQ ទេខ្ញុំត្រូវការ route លើ BTB អូខេនៅតែ AQ បិទចោលបណ្ដោយទៅមកញ៉ៃអូខេនេះ BTB អានេះ SO ណាអូខេខ្ញុំយកដាក់បញ្ជាម្នាក់មកអូខេ BTB SO ណាអូខេអញ្ចឹង route អត់អីបាក់ទេអញ្ចឹងយើងយក IP route អញ្ចឹងយើងយក IP ខាង BTB នេះណាadd មកនេះយើងយក IP ខាង BTB នេះមកណាប្រហែល 192.168.30.0/24 ណាអូខេចេញតាម gateway អី gateway របស់ AQ មកចុច1ប៉ុណ្ណាជា apply អូខេមកហើយខាងនេះដូចគ្នាយក IP របស់ខាងប្រេនបានដំបងមក add route មកនេះយកមក 192.168.20/24 ណា gateway ដូចគ្នាមក 192.168.10.1 apply អូខេ reachable ជាងចូលមកមើល client របស់យើងអាពីរហ្នឹងមកបាត់ដំបង x សៀមរាបហើយ AQ អូខេឥឡូវ AQ នៅកណ្ដាលនេះណាខ្ញុំ ping ម្ដងទៀតណាអូខេអត់ស្គាល់ទេមុនហ្នឹងណាស្គាល់ទេអែមទេសង្ឃឹមថាវារៀងញ៉ៃបន្តិចមែនដោយសារមុននឹង error ប៉ុន្តែអា error ហ្នឹងមិនខុសទេគឺត្រូវអត់ដឹងថាម៉េច router វាដាក់ smooth តែនៅលើ PC run smooth ទេឃើញទេចានេះclient បាត់ដំបងហើយនឹងសៀមរាបហ្នឹងគឺយក gateway របស់AQ តែពិតដោយសារពួកអាពីរហ្នឹង gateway ដូចគ្នាតើណាមិនយក gateway របស់ AQ ទេនេះយក local IP របស់ AQ នេះពេលដែលយើងបង្កើត VPN មកនេះពេលដែលយើងពេលដែលយើងបង្កើត VPN មកនេះយើងយក IP យើងយក PP 3ដើមមកនេះប្រហែលឃើញ gateway remote IP វាហ៎នេះហើយអានេះ PP ដូចគ្នាមកនេះ status នេះប្រហែលឃើញ remote gateway វាដូចគ្នាអត់ដោយសារអី remote gateway ហ្នឹងគឺជា local IP របស់ AQ តើណាមានន័យថាវាជា local IP VPN របស់ AQ អញ្ចឹងនិយាយមកបាទអញ្ចឹងមុននេះយើងបង្កើត VPN សម្រាប់បាត់ដំបងហើយនឹង AQ អញ្ចឹងសៀមរាបយើងអត់បានបង្កើត VPN ទេខ្ញុំដូចរៀងផ្លេចអូខេតោះ summarize ឡើងវិញតោះមានន័យថាអញ្ចឹងសៀមរាបជា VPN server AQ VPN server ហើយបាត់ដំបងនេះគឺជា VPN client នេះក៏ជា VPN client ដែរហើយនេះជា VPN server អញ្ចឹងវា connect មកកាន់ AQ អានេះ connect មកកាន់ AQ ដូចគ្នាអញ្ចឹងមានន័យថា connection ពីរនេះ connect មកកាន់ AQ អូខេមានន័យថានេះត្រូវ connect មកកាន់ AQ អានេះក៏ connect មកកាន់ AQ ដែរអញ្ចឹងនៅពេលដែល connect អញ្ចឹងអាពីរនេះវាស្គាល់តែ AQ ទេតើណាមានន័យថា connection ពីរនេះគឺស្គាល់តែ AQ ទេហើយ connection វាទៅវិញទៅមកគឺអត់ស្គាល់ទេតើណាអញ្ចឹងដើម្បីស្គាល់យើងត្រូវយក IP របស់នេះរបស់អានេះមក route លើអានេះហើយយក IP អានេះយកមក route លើអានេះចេញតាម local gateway VPN របស់ AQ តើណានេះ
ok chẳng dương châu mà mưa VPN vào XQ mà nè VPN nè dương lọc cho một căn XQ dương mà bỏi ok dương lọc giá dương lọc một căn XQ dương máu nè chẳng dương châu lại PP beta nè khi dương mưa secret nè dương mưa lại secret nè pro anh ở vậy để pro anh thử mưa nè dương khơi local remote ní IP VPN đó nè chẳng dương vô local box bộ ban tập bóng sim hiệp nè trên tam gateway từng pi màu chẳng API nè với score kia nè mình thấy mũi nè với ai score kia bán to tầm miền XQ nè nơi cái đà rồi đấy đầm bấy ai nói API nè với thọ của kia bàn ok phần nắng mình ấy tiết cho mưa ăn vọt sang tù chẳng ok để phân tích đức chỉ mình tôn trong sầm lúa bạn ấy thà dương ọt của bạnประกาศ VPN สำหรับซิมเรียบแต่มันยัง vậy đúng anh ấy commentประกาศอันนี้ก็มันประกาศได้ยังประกาศแต่ VPN client เด้ VPN ทุ่มกันน่ะเนี่ยนะ VPN ทุ่มคือ VPN server น่ะเนี่ยอันนี้ขอแต่ประจวบเองอันนี้ขอแต่ประจวบมาเนี่ยแต่ตอนนั้น VPN ประกาศด้วยนี่เนี่ยไม่มันอันประกาศซิมเนี่ยประกาศด้วยนี่ขอแต่ประกาศ client เนี่ยปลายมันเมื่อเนี่ยยังมี user ปีไปนั้นเนี่ยSO หนึ่ง BTB ok chẳng dương vô vô anh ấy connect mà BTB anh ấy vô mà connect mà SO user để dương bật cái nơi VPN server và dương ចឹងសម្រាប់ AQ គឺត្រូវតែ static IP ហើយសម្រាប់client បាត់ដំបង SIM រៀបហ្នឹងគឺ DHCP ក៏មិនអីដែរ vậy tức odd public ក៏ odd សំខាន់ណាស់ដូរអីដូរទៅព្រោះយើងត្រូវការតែ fix តែ AQ ទេណាបាទចឹងសំខាន់ណាស់ AQ ហ្នឹងអត់អាចដូរបាននៅពេលដែលដូរអានេះលែងស្គាល់មក server អានេះក៏លែងមិនស្គាល់ server ដែរចុះអានេះបើយើងឧទាហរណ៍ថាយើងអត់យក IP client យកទៅ route ទេយើងយកតែ IP របស់ router បាត់ដំបង SIM រៀបទៅ route ជាមួយគ្នាយើងអត់បាក់ប្រើ IP របស់ client អត់ទេខ្ញុំយក IP LAN របស់ពីរនឹង route ចូលគ្នាតាដោយវាខ្ចីដៃ VPN server តាតោះនេះមានន័យថាខ្ញុំយក IP local LAN អានេះមានន័យថាខ្ញុំយក IP local LAN អាហ្នឹងយកមកដាក់អានេះហើយខ្ញុំយក local LAN អានេះយកមកដាក់អានេះចេញតាម gateway local VPN យើងនេះតោះនេះអូខេចុះបើយើងអត់ប្រើអា local LAN ទៅ route យើងប្រើតែ IP របស់ router អត់ស្គាល់យើងអត់អាចយក IP របស់ router ទៅ local LAN មិន IP របស់ router តោះនេះមានន័យថាយើងយកមករែងមកយើងយក /0.0 មករែងរបស់ router ជាធម្មតា IP ដែលរបស់ LAN ហ្នឹងគឺនៅលើ router ទាំងអស់ហ្នឹងតោះណាគាត់ថាយើងអត់យក IP internet យើងយក IP local តោះនេះចុះបើយើងយក IP internet អត់បានទេមិនรู้វាអត់ត្រូវការអត់ចាំបាច់ព្រោះយើងត្រូវការឲ្យ LAN នេះស្គាល់គ្នាអញ្ចឹងយើងយក IP internet ទេយើងយក IP local បើយក IP internet តើយើងប្រើ VPN មួយ Fortinet វាត្រូវការ public ទាំងសងខាង Fortinet មួយ MyGetic ត្រូវការ public ទាំងអស់អត់អាចមាន site ណាមួយអត់មាន public ទេតែ MyGetic អត់ចាំបាច់ទេមានតែ public HQ មួយទៅបានហើយចូលតាមពិតវាតែឧទាហរណ៍ថាបាត់ដំបង SIM រៀបគេក៏គេមាន public របស់គេដែរមិនចឹងប៉ុន្តែយើងអត់ប្រើគាត់ថាយើងអត់ប្រើឬក៏យើងអត់ទិញមានតែ public វា random ដូររហូតចឹងណាយើងទិញតែ HQ មួយទេបាទមានអីទៀតដែលជាចម្ងល់អានេះសួរមកកុំខ្លាចយើងសួរមកមានសំណួរមួយដែរមិនรู้នឹកឃើញតែផ្លេចវិញប្រាប់អត់ចេះអាហ្នឹងធ្វើមិនស៊ើចថែមអូខេចឹងអានេះការដែលធ្វើបែបនេះគឺសម្រាប់ MyGetic គឺធ្វើបានអញ្ចឹងការពី product MyGetic
យើងធ្វើលើប្រដាក់អីអាចបានទៀតទេ បានទាំងអស់និយាយទៅប្រដាក់អីក៏ធ្វើបានដែរឲ្យតែ router ឲ្យតែពពួកអាច route បានដូច Microtik ដូច Cisco ដូច Huawei ដូច Fortinet អីតើតែធ្វើ VPN បានទាំងអស់ឲ្យតែពពួក router ប្រដាក់ដូចជាពួកមាន layer 3ដែលយើងអាច route បានណាគឺធ្វើបានទាំងអស់ អូខេអញ្ចឹងសំណួរមួយទៀតតកតងទៅនឹង VPN អញ្ចឹងមុននេះគឺមេរៀនមុនគឺយើងរ៉ាវទៅរកគ្នាបានតើតាយើងមានខ្សែ connect ចូលគ្នាអានេះអត់មានទេយើងត្រូវតែការតែ internet supply ពី SP មកហើយយើងប្រើ IP នីមួយរ៉ាវរកគ្នាខ្ចីដៃអ៊ីនធឺណិតបាទអញ្ចឹងហើយក៏យើងត្រូវការប្រើ VPN ដែរអញ្ចឹងបើសិនតែយើងអត់ប្រើ VPN យើងគ្រាន់តែប្រើ IP របស់ router នីមួយរ៉ាវរកគ្នាដោយអត់ចាំបាក់ប្រើ VPN អាហ្នឹងកាត់ទៅរួចដែរអត់ទេអត់អាចរួចគ្នាវាមាន connection អីភ្ជាប់គ្នាបានហ្នឹងតោះនេះអូខេអញ្ចឹងក្នុងបាត់បងស៊ីមរៀបហ្នឹងតើតែប្រើ VPN មិនអាចស្គាល់គ្នាបានទៅតាមលក្ខណៈហ្នឹងបើអត់ស្គាល់ VPN តើតែយើងរត់ខ្សែណាអត់មាន VPN កណ្ដាលនេះតើប្រហែលរត់ខ្សែពីអ៊ីនធឺណិតនៅកណ្ដាលនិយាយត្រូវមានអ្នកនៅកណ្ដាលឬក៏ត្រូវរត់ខ្សែ direct មកបានស្គាល់គ្នាអូខេយល់អញ្ចឹងវាអាចស្គាល់គ្នាបានទេអានេះវាស្គាល់គ្នាដោយសារអីដោយសារវាខ្ចីដៃអ៊ីនធឺណិតនេះអ៊ីនធឺណិតនេះវាខ្ចីដៃអ៊ីនធឺណិតនេះដើម្បីឲ្យអា local នេះស្គាល់គ្នាតាមរយៈ VPN ដែលយើងបង្កើតហ្នឹងតោះនេះអូខេអញ្ចឹងគឺវាក្នុងគោលដៅនីមួយឬក៏តាមខេត្តនីមួយគឺស្គាល់គ្នាដោយប្រើ VPN មិនខុសពីយើង remote ទៅឯណាយើង remote ចូល server របស់យើងនៅណាឧទាហរណ៍យើងនៅ server យើងនៅកន្លែងធ្វើការហើយយើងនៅកន្លែងផ្សេងតាមខេត្តតែអីហ្នឹងគឺយើង connect មក server យើងបានអាស្រ័យលើ VPN អញ្ចឹងក្នុងអ្វីដែលយើងកំពុងរៀននេះrouter ទាំងអស់យើងថាតាមខេត្តនីមួយគឺអាចស្គាល់គ្នាបានទោះតែប្រើ VPN ដូចគ្នាយ៉ាងដែរអាហ្នឹងជារូបភាពតែមួយមិនអញ្ចឹងហ៎បាទមានន័យថាទី1 router ហ្នឹងអាចស្គាល់គ្នាបានតើតាមាន public IP ហើយយើងធ្វើ VPN មិនអាចឲ្យ LAN ទាំងអស់ហ្នឹងស្គាល់គ្នាបានបើមិនជាយើងអត់មាន VPN ទេ LAN local មួយហ្នឹងគឺអាចស្គាល់ local មួយបានទេដោយសារវាជា local វាមិន public ទេតើណាចឹងដើម្បីអាចឲ្យអា local LAN នេះ internet IP local យើងទាំងអស់នេះស្គាល់គ្នាគ្រប់ brand បានតើយើងមាន VPN ឬក៏យើងហត់ DPLC ខ្សែតាមរយៈក្រុមហ៊ុន internet ដើម្បីឲ្យវាស្គាល់គ្នាយើង route ដូចយើងមិនរៀនមុនយើង download direct តាមរយៈ OSPF BGP static មានថាយើង download direct លើ interface តើណាអញ្ចឹងអានេះយើងអត់ direct interface ទេគឺយើងប្រើ VPN នឹងខ្ចី internet ដើម្បីធ្វើ VPN ដើម្បី route អូខេយល់បានចឹងចឹងអានឹងគឺល្អមែនតើដល់យើងមិនពិបាករត់ខ្សែឲ្យតែខ្សែនីមួយគុណវិបត្តិអ៊ីនធឺណិតគុណវិបត្តិរបស់វាគឺវាយឺតមានន័យថាយើងអាច access file បានតិចតួចទេ file បាន4-10 មេឬក៏5មេអីទេលើសហ្នឹងគឺវា slow ដោយសារវាបេះទៅលើអ៊ីនធឺណិតទាំងអស់តើណាអូខេអញ្ចឹងយើងប្រើទី1ដូចជា access system access file server តូចតាចហើយ print អីបានហើយយើង access file ចាប់ពី500មេ600មេមួយ G ទៅគឺអត់ទៅរួចទេចុះបើយើង transfer file អីទៅ size នីមួយអីអាហ្នឹងក៏ទំហំតូចអីតែធំអាហ្នឹងធំវាយឺតទៅតាមហ្នឹងណាឧទាហរណ៍ថាយើង transfer បាន 2-3 មេអញ្ចឹងទៅធំអ៊ីនធឺណិតយើង10មេយើងអាច copy បាន 2-3 មេអញ្ចឹងទៅនេះមានគុណវិបត្តិគុណសម្បត្តិរបស់វាបាទអញ្ចឹងអ្វីដែលជាភាពការចង់បានរបស់អ្នកប្រើប្រាស់សម្រាប់ការប្រើប្រាស់នៅលើវាគឺអ្វីដែលជាគោលបំណងធំដែលចង់ប្រើវាដើម្បីឲ្យវាស្គាល់គ្នាទៅតាមសាខាអ្វីដែលជាគោលបំណងនៃការប្រើប្រាស់របស់គេក្នុងការឧទាហរណ៍អ្វីដែលជាគុណសម្បត្តិរបស់វាគឺវាអាចទាក់ទងនឹង file ធំអី transfer អីផ្សេងអាហ្នឹងគឺអានឹងប្រហែលជាការប្រើប្រាស់អ្នកប្រើប្រាស់គេអត់នឹងពេញចិត្តទេអញ្ចឹងអ្វីទៅដែលជា target បាទជាគោលបំណងធំរបស់គេចង់ប្រើវាក្នុងលក្ខខណ្ឌបែបនេះលក្ខណៈថាគាត់ណាប្រើឯកសារសម្រាប់ផ្ញើឯកសារតូចតាច print ឬក៏អីយ៉ាងម៉េចអ្វីទៅដែលជាគោលបំណងរួមដែលគេចង់ប្រើវាណាគ
គោលបំណងរួមដែលប្រើ VPN ហ្នឹងទី1អត់ចំណាយលុយទៅលើរត់ DPLC ហេតុអីបានថាអត់ចំណាយលុយយើងតតែលើអ៊ីនធឺណិតបងលុយតែអ៊ីនធឺណិតទេយើងមាន file ឧទាហរណ៍ថាយើងអត់ចាំបាច់ប្រើ cloud អត់ចាំបាច់ទិញ Dropbox ទិញ OneDrive ទៅ file Excel យើងតូចតាច report អីយើងអត់ចាំបាច់ប្រើ OneDrive ឬក៏អីអស់លុយទេយើងមានតែ server នឹងមួយមក client អាច access file server direct មក server តែម្ដងយើងអត់ចំណាយលុយទៅលើ cloud ណាយើងអាច access មក local តាមរយៈ file ដូចប្រាប់អញ្ចឹង 2-3 មេ4 5មេអីណាអូខេទី2យើងអាច access system ឧទាហរណ៍ system យើងមិនមែនជា cloud system ជា local system អញ្ចឹងយើងអាច access system ចូលមកបានដូចជា QuickBooks ដូចជា system អីក៏ដោយដែលយើងអត់ public យើងអាច access តាម VPN នឹងបាននេះជាអត្ថប្រយោជន៍របស់វាទី3មានន័យថាឧទាហរណ៍ថាបើសិនជាយើងមាន brand ឧទាហរណ៍ថាឥឡូវហ្នឹងយើងមានឧទាហរណ៍ថាយើងមានឃ្លាំងនេះជា warehouse របស់យើងទៅណាឬក៏ office អញ្ចឹងទៅណានេះ office របស់យើងឬក៏ warehouse អញ្ចឹងទៅអញ្ចឹងឧទាហរណ៍ថាក្នុងនេះយើងអត់មានដាក់អ្នកចេញបងឬក៏យើងអត់មានដាក់អីទេយើងដាក់តែអ្នកដឹកនិងអ្នកឆែកបងទេអញ្ចឹងរាល់ invoice ឬរាល់អីយើង print ចេញពី AQ មកទាំងអស់អញ្ចឹងនេះជាគុណសម្បត្តិរបស់វាយើងអត់ចាំបាច់ជិះយកឯកសាររត់មកនឹងទេយើងអត់ចាំបាច់ជិះម៉ូតូរត់មកទេគឺយើង print direct ចេញពី PC AQ មកតែម្ដងមកកាន់ brand តែម្ដងនេះជាគុណសម្បត្តិរបស់វាតើនេះដូចខ្ញុំនៅបាត់ដំបងឬក៏នៅសៀមរាបរបស់យើងមានតែមេឃ្លាំងហើយអ្នកដឹកទេយើងអត់មាន account ទេអញ្ចឹងពេលដែល account ចេញបងយើងមានតែ printer ទៅគាត់ print direct ចេញពីហ្នឹងមកបណ្ដោយតើនេះ print direct ពីហ្នឹងមកហើយបើសិនជាប្រូឯងអត់ធ្វើអញ្ចឹងប្រូឯងត្រូវផ្ញើតាមឡានងាប់មកដល់ងាប់ដឹកតើនេះឬក៏ផ្ញើឯកសារមកខាងឃ្លាំង print ផ្ទាល់ស៊ូពិបាកអត់ពិបាកចុះបើ account គាត់អាច print ប៉ុណ្ណឹងមក direct ទៅវាមិនស្រួលតើនេះអូខេហ្នឹងពាក្យតូននឹងការ access ទៅលើទិន្នន័យតូចអូខេល្អសម្រាប់ការ communicate file ធំប្រូឯងបើកតែ local ម៉ាស៊ីនប្រូឯងមិនចាំដល់ VPN នេះក៏ slow ដែរហើយយើងប្រើ VPN លេង file 2-300 មេឬក៏ file អីយើងបើកតែ local PC យើងក៏ចង់ចាប់ដែរ direct ហ្នឹងមិនចាំទៅដល់ VPN ទេតើនេះចឹងដោយឡែកសំណួរក្រៅផ្លូវការមួយទៀតទាក់ទងទៅនឹងការធ្វើឥឡូវយើងនិយាយថាវិរៈបុណ្យធម្មចុះទាក់ទងនឹងការធ្វើ network របស់គេទាក់ទងចេញវិក័យប័ត្រទាក់ទងចេញសម្បត្តិចេញអីផ្សេងអាហ្នឹងវាអាចអញ្ចឹងដែរស្តៀងគ្នាអត់ទេខ្ញុំអត់ដឹងដែរប៉ុន្តែគេប្រើ web ទេគេប្រើ system មក web app ឲ្យគេចេញ local ទេគាត់ថាគេអាចមើលទិន្នន័យគ្នាវាទៅវិញទៅមកអាហ្នឹងយើងអត់ដឹងរឿងផ្ទៃក្នុងរបស់គេណាប៉ុន្តែគាត់ថាគេមាន system មួយប្រជា web central ហើយ client access មកហ្មងគេអត់ចាំបាច់ធ្វើ VPN ទេតើនេះអូខេខ្ញុំយល់ថាអញ្ចឹងមិនយល់ទេវាត្រូវថាអញ្ចឹងគេមាន cloud គេមួយមកហើយ client access ទៅ cloud អា VPN ហ្នឹងសម្រាប់ print ឥឡូវខ្ញុំសួរប្រហែលដូចឆោតមួយចុះឥឡូវហ្នឹងឧទាហរណ៍ថាប្រហែលប្រើ cloud នេះហើយសួរថាឥឡូវប្រហែលនឹងប្រហែលចង់ចេញបងមកនេះបានអត់បានទេតើតាអ្នក access cloud នេះ print នៅហ្នឹងបានអ្នក access cloud នេះដូចគ្នានេះអត់អាច print មកនេះបានទេតើណាដោយសារអីclient ទាំងអស់ស្គាល់តែ server ទេតើនេះអា LAN នេះអានេះអត់ស្គាល់អានេះទេតើណាមានន័យថាឥឡូវអានេះស្គាល់ server នេះតើសួរថាអានេះអាច print មកនេះបានទេអានេះអាច print មកនេះអត់បានទេដោយសារអីវាមាន connection មួយគ្នាវាមាន connection ទៅ system ហ្នឹងតើណាបើ VPN យើងអត់ទេ LAN ទាំងអស់ស្គាល់គ្នាដូច local LAN អញ្ចឹងតើនេះបាទអូខេបើគេអានឹងរឿងមិនទេនឹងមានសំណួរតែប៉ុណ្ណោះឯងបាទហ្នឹងហើយបើនេះបើគេយើងធ្វើ web system web ជាធម្មតា system web អត់ត្រូវការ VPN ទេឲ្យតែគេ public មកយើង access ទៅ URL លើចូលឯងបាទអស់ហើយប៉ុណ្ណឹងចប់ហើយមានម៉ៃកតិចសូមចប់តែប៉ុណ្្នឹងឯងចង់សួរអ្វីទៅដែលជាចំណុចចង់ធ្វើវាសម្រាប់
អ្វីដែលយើងធ្វើលេបនឹងអញ្ចឹងណាឥឡូវគ្រូបានឆ្លើយអស់ហើយអូខេទូយកបានយល់បា អ ទ ញ្ចឹងវាត្រូវតែធ្វើអញ្ចឹងទូទៅគេ Ừ. apply ទៅអញ្ចឹង Nơi ta practiceខ្លួនឯង អូខេអញ្ចឹងចប់ហើយណា marketing ណាអត់មានអីទៀតទេ បាទ អញ្ចឹងនៅសល់ប្រហែលដូចជា3មេរៀនទៀតខ្ញុំនឹង Windows Server ខ្ញុំថែម firewall Fortinet ឲ្យហើយLinux មួយទៀតចប់ហើយណា ចូលគ្រូតាក់ទងនឹងឧទាហរណ៍ថាឥឡូវខ្ញុំចង់រៀនមួយទៀតអានោះប្រហែលជាវា include ប៉ុន្តែខ្ញុំគាត់ថាសួរឲ្យគ្រូជួយប្រាប់បន្ថែមអាហ្នឹងឧទាហរណ៍ថានៅ server របស់យើងមានអូខេអាហ្នឹងយើងមាន VM server បណ្ដោយមិនចឹងហ៎អាហ្នឹងយើងរៀននឹងដែរមិនចឹងហ៎ អាហ្នឹងអត់ទេអាហ្នឹងប្រដៅឲ្យរៀនអាហ្នឹងចេះតែអានោះខ្ញុំមានវីដេអូឲ្យរៀនតាមវីដេអូទៅអាហ្នឹងណា ដូចខ្ញុំជាក់ស្ដែងនៅនេះយើងមាន AD server យើងមាន save file server យើងមាន VM server បាទយើងហ្នឹងហើយអាហ្នឹង ចាំមើលតាមវីដេអូអាហ្នឹងប្រដៅឲ្យមើលទៅយល់ហើយណាអត់អីទេ អូខេ ហ្នឹងហើយខ្ញុំមានហើយមើលមួយទៅហើយសមាធិទៅ អូខេ យល់ហើយយើងតែអត់តន់ដឹងអី physical អី VM អីអញ្ចឹងមើលអាហ្នឹងទៅយល់ហើយអូខេ ដល់យើងរៀនសិនហើយបន្ទាប់មកបាន ហ៎ យើងទៅមើលវីដេអូយល់គ្រូអញ្ចឹង អ្វីដែលខ្ញុំត្រូវបន្តមួយមានដូចជា Windows Server Firewall Fortinet ហើយ Linux ណា អញ្ចឹងអាមេរៀនតាក់ទងមួយ VM ខ្ញុំបានបង្ហាញម្ដងហើយសូឲ្យមើលតែនឹងប្រាប់ដល់ឯងបានមើលអត់ទេណា អាហ្នឹងយកទៅបន្ថែមទៅកុំព្យូទ័រប្រាប់ដល់ឯងក៏រៀនអត់បានដែរ អូខេចាំមើលលោកគ្រូបរៀនមើលអ្វីទៅដែលយើងត្រូវការរៀនបន្ថែមទាក់ទង Windows Server អី VM ឬក៏ AD អីចឹងទៅហើយចាំមើលបើសិនថា វាមានហើយ Windows Server គឺយើងរៀន AD រៀន File Server រៀនអីហ្នឹងតាក់ទងមួយ VM អាហ្នឹងវាដូចជា physical ហ្នឹងតោះណាមានន័យថានិយាយទៅនិយាយឲ្យស្រួលស្ដាប់យើងមាន hardware ហ្នឹងមួយមកយើងដាក់ Windows ណាយើងប្រើដូចយើងប្រើរាល់ថ្ងៃអញ្ចឹងប៉ុន្តែវាជំនួសមកវិញតែអីមាន hardware មួយយើងលែងដាក់ Windows ហើយយើងដាក់ VM មានដូចជា Promote X ហ្នឹងឬក៏ ESXi បន្ទាប់មកបានយើងបង្កើត VM មួយនៅលើអាហ្នឹងដូចយើងប្រើ workstation អញ្ចឹងតោះណា អូខេ នេះដូច workstation អញ្ចឹង workstation របស់យើងឃើញយើងបង្កើត Windows បានច្រើនមាន Ubuntu មាន Windows 11មានអីអញ្ចឹងវាជំនួសមកវិញមានន័យថាVMware workstation នេះវាជា application អញ្ចឹងយើងលែងប្រើVMware workstation ហ្នឹងហើយយើងប្រើ VMware ESXi ជា OS ដូច Windows អញ្ចឹងតោះណាទៅមើលទៅយល់ហើយបើអត់នេះវាពិបាកបញ្យល់ដែរដូចខ្ញុំប្រាប់អញ្ចឹងដល់ក